បាទថ្ងៃនេះខ្ញុំសូមលើកយកនៅបទព្រះគម្ពីរនៅក្នុងសញ្ញាចាស់នៅក្នុងព្រះគម្ពីរយ៉ូស្វេជំពូក17ខ8ដល់ខ13ដែលព្រះទ្រង់បានប្រទានឱកាសឲ្យពួកម៉ាណាសេទទួលបានមរតកជាទឹកដីដែលរស់នៅសម្រាប់ពូជពង្សរបស់ផងគេហើយអ្វីដែលគេត្រូវធ្វើគឺត្រូវចាំបាច់ត្រូវតែបណ្ដេញសាសកាណានឲ្យចេញពីទឹកដីដែលគេត្រូវទៅរស់នៅតែផ្ទុយទៅវិញគឺពួកម៉ាណាសេនេះមិនបានបណ្ដេញសាសកាណានឲ្យចេញអស់ពីទឹកដីដែលគេត្រូវទៅរស់នៅគេថែមទាំងរៀបចំឲ្យមានប្តីមានប្រពន្ធរវាងសាសទាំងពីរគឺកាណាននិងពួកម៉ាណាសេនេះហើយទីបំផុតគេបន្តឲ្យមានពួកកាណានរស់នៅហើយធ្វើជាអ្នកបម្រើបាទដោយព្រោះគេគិតថាសាសកាណានដែលជួយរកចំណូលសម្រាប់ពួកគេនេះគឺជាការបង្ហាញអំពីពួកម៉ាណាសេគេគិតប្រយោជន៍ផ្ទាល់ខ្លួនរបស់ផងគេជាជាងគិតទៅដល់ស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ផងព្រះបាទអញ្ចឹងយើងឃើញថាព្រះទ្រង់បានផ្ដល់ព្រះគុណនិងឱកាសសម្រាប់ពួកអ៊ីស្រាអែលដើម្បីរស់នៅឲ្យបានសុខសាន្តក៏ដូចជារស់នៅឲ្យបានពោពេញទៅដោយព្រះពរនិងសេចក្តីអំណរឲ្យគេជៀសផុតអំពីទុក្ខលំបាកនិងបញ្ហានៅពេលខាងមុខទៀតតែពួកគេបានប្រើឱកាសដែលព្រះទ្រង់បានប្រទាននេះធ្វើដើម្បីជាប្រយោជន៍សម្រាប់ពួកគេទៅវិញដូចគ្នាដែរជីវិតយើងជាញឹកញយដែលតែងតែគិតជាប្រយោជន៍ខ្លួនជាមុនដោយព្រោះតែសកម្មភាពទង្វើរបស់ផងមនុស្សបាទដែលគិតថាត្រូវរកអ្វីជាប្រយោជន៍ខ្លួនជាមុនសិនតាមចាំរកប្រយោជន៍សម្រាប់ការងាររបស់ផងព្រះបាទការនេះគឺព្រះទ្រង់ចង់បង្រៀនដល់លោកអ្នកបងប្អូនរួមទាំងខ្ញុំគឺទ្រង់សពប្រហាតីឲ្យយើងបានរួចផុតអំពីការរកប្រយោជន៍សម្រាប់ខ្លួនបែរជាតម្កល់ប្រយោជន៍អំពីដំណឹងល្អនគរព្រះគឺព្រះទ្រង់បានប្រទានឱកាសអ្នកដែលពុំទាន់បានជឿឲ្យគេមានឱកាសដើម្បីនឹងឮដំណឹងល្អហើយទទួលជឿលើព្រះយេស៊ូវគ្រីស្ទប្រយោជន៍ឲ្យគេបានរួចពីអំពើបាបរួចពីអំណាចនៃការគ្រប់គ្រងរបស់សាតាំងឲ្យគេដឹកនាំដោយអំណាចព្រះវិញ្ញាណបរិសុទ្ធហើយសម្រាប់ពុកម៉ែបងប្អូនដែលបានទទួលការសង្គ្រោះពីព្រះអង្គប្រទានឱកាសឲ្យយើងបានចេះរស់នៅប្រព្រឹត្តការល្អហើយឲ្យយើងបានចេះជួយអ្នកដទៃហើយស្រឡាញ់អ្នកដទៃហើយចេញទៅគ្រប់ទិសទីដើម្បីនឹងនាំដំណឹងល្អពីសេចក្តីសង្គ្រោះរបស់ព្រះអង្គទៅកាន់គ្រប់ប្រជាជាតិរបស់ផងយើងបាទនៅថ្ងៃនេះប្រសិនបើពុកម៉ែបងប្អូននៅមានសាសកាណាននៅក្នុងជីវិតដែលរក្សាទុកនៅក្នុងជីវិតយើងនៅឡើយសូមបានអធិដ្ឋានលន់តួសូមព្រះអង្គទ្រង់បានឲ្យយើងបានដកចេញនៅរាល់ទាំងសាសកាណានទង្វើដែលទាស់ប្រឆាំងឬក៏ការគិតប្រយោជន៍ខ្លួនឯងនេះទៅចំពោះព្រះដើម្បីឲ្យព្រះអង្គបានដឹកនាំយើងគិតព្រះជាមុននោះព្រះទ្រង់នឹងបង្ហូរនៅព្រះពរសេចក្តីសុខសាន្តនិងចិត្តអំណរក្នុងការដែលយើងបន្តបេសកកម្មសូមព្រះយេស៊ូវបានប្រទានពរដល់ពុកម៉ែបងប្អូនទាំងអស់គ្នា